ងអាផាតមិននៅលើហាងកាហ្វេអាផាតមិនមានក្លិនឈ្ងុយដូចក្លិនឈិនណាមុននិងសៀវភៅចាស់លីណាបានរុញទ្វារឈើដែលមានសភាពទ្រុឌទ្រោមហើយវ៉ាលីរបស់នាងក៏រំកិលទៅក្រោយនាងព្រះអាទិត្យពេលរសៀលបានត្រង់តាមវាំងនឹងចរដែលបញ្ចេញស្រមោលស្រោបពេញកម្រាលអត្រស័តពីដានខ្ពស់ជញ្ជាំងតម្រង់ជួរជាមួយទូដាក់សៀវភៅមិនស៊ីគ្នានិងរូបមកុដប្រឡាក់វាមានធូលីបាតនិងគ្រីគីនៅក្នុងវិធីផ្សេងគ្នារាប់សិបប៉ុន្តែវាគឺជារបស់នាងឈរស្ងៀមដកដង្ហើមចូលពេងនឹងចានដែលបែកខ្ទេចខ្ទីបានរាយពាសពេញហាងកាហ្វេខាងក្រោមនៅកន្លែងណាមួយមាននរណាម្នាក់សើចក្លិននៃការឆុងកាហ្វេលាយជាមួយខ្យល់សមុទ្រអំបិលដែលរសាត់តាមបង្អួចដែលប្រេះបែកបន្ទាប់ពីការរស់នៅក្នុងលំហទំនើបដ៏ស្រស់ស្អាតអស់ជាច្រើនឆ្នាំជាមួយវេវាយដ៏ល្អឥតខ្ចោះនិងជញ្ជាំងបេតុងដែលបិទបាំងអ្វីគ្រប់យ៉ាងកន្លែងនេះមានអារម្មណ៍ថាមានជីវិតលីស្បនគឺជាជម្រើសដោយឯកឯងការសម្រេចចិត្តដែលអស់កម្លាំងនៅព្រឹកមួយនៅទីក្រុងឡុងនាងភ្ញាក់ពីគេងសម្លឹងមើលពីដានហើយដឹងថានាងមិនបានគួរអ្វីសម្រាប់ខ្លួននាងក្នុងរយៈពេលជាង1ឆ្នាំនាងបានក្លាយជាអ្នកជំរុញភិក្សែរចនារូបតំណាងកម្មវិធីនិងរចនាគេហទំព័រដែលនាងមិនខ្វល់ខ្វាយប៉ុន្តែនេះគឺខុសគ្នាផ្ទះល្វែងទីក្រុងរបៀបដែលថ្មកំបោរមើលទៅដូចផ្កាយដែលរប៉ាត់រប៉ាយនៅពេលយប់វាមានអារម្មណ៍ថាមានអ្វីសំខាន់កំពុងរង់ចាំយប់ដំបូងនោះនាងបានស្រាយកញ្ចប់សៀវភៅយឺតសៀវភៅដំបូងបន្ទាប់មក Sketchpads ភ្លៀងបានចាប់ផ្ដើមនៅពាក់កណ្ដាលអាធ្រាត្រដោយប៉ះលើផ្ទាំងបង្អួចលីណាដេកក្នុងភួយតែក្នុងដៃមើលដំណក់ទឹកប្រណាំងគ្នាចុះពីកញ្ចក់បន្ទាប់មកខ្សឹបទេមិនមែនសំឡេងទេការផ្លាស់ប្ដូរមួយការផ្លាស់ប្ដូរនៅលើអាកាសនាងបានមើលចុះកម្រាលឥដ្ឋនៅជិតគ្រែបានលើកបន្តិចដូចជាវាហត់ចេញនាងបានលុតជង្គង់ហើយបើកចំហនៅខាងក្នុងមានធូលីគឺជាក្រដាសដែលបត់លិខិតមួយ parchment ពិតប្រាកដទឹកថ្នាំដោយដៃការបរិច្ឆេទនៅលើវាអានថ្ងៃទី12ខែតុលាឆ្នាំ1973លីណាអង្គុយនៅតុផ្ទះបាយតូចសម្បត្តិនោះលាបចេញនៅមុខនាងក្រដាសទន់ទៅតាមអាយុចំពោះអ្នកដែលស្ដាប់វាបានចាប់ផ្ដើមមានថ្ងៃដែលទម្ងន់នៃពេលវេលាបុកទ្រូងរបស់ខ្ញុំប៉ុន្តែបន្ទាប់មកខ្ញុំឮតន្ត្រីតាមកម្រាលឥដ្ឋបទចម្រៀងដែលខ្ញុំមិនធ្លាប់ស្គាល់ពីសំឡេងដែលខ្ញុំមិនធ្លាប់រើហើយខ្ញុំស្រមៃថាអ្នកអង្គុយពីលើខ្ញុំដកដង្ហើមមាននៅក្នុងពេលវេលាមិនទាន់មកដល់ទេសម្បត្តិនោះមិនដូចអ្វីដែលនាងបានអានទេមានកំណាព្យឲ្យតាមរបៀបដែលគាត់សរសេរមិនត្រឹមតែទម្រង់ប៉ុណ្ណោះទេប៉ុន្តែជាអារម្មណ៍ផ្ទាល់និងគ្មានលីឡំគាត់បានពណ៌នាអំពីទីក្រុងក្នុងរដូវស្លឹកឈើជ្រុះក្លិននំដុតនៅចំណតឡានក្រុងសំឡេងបន្តនៃស្បែកជើងវែងលើកម្រាលថ្មបន្ទាប់ពីបំរាមគោចរគាត់បាននិយាយអំពី Isabel ស្ត្រីដែលគាត់ស្រឡាញ់និងបានបាត់បង់នាងបានបាត់ខ្លួនក្នុងអំឡុងពេលនៃការតវ៉ាដែលត្រូវបានចាប់យកប្រហែលជាដោយរបបនេះឬប្រហែលជាតាមជម្រើសផ្សេងគាត់បានចុះហត្ថលេខាលើលិខិត Thomas លីណាអានវាឡើងវិញ3ដងវាអាចជារឿងកំប្លែងមួយបំណែកនៃជីវិតរបស់នរណាម្នាក់ដែលភ្លេចប៉ុន្តែនាងមិនអាចអង្រួនអារម្មណ៍ថាសម្បត្តិនោះមិនមែនទើបតែចាស់នោះទេដឹងហើយនៅយប់បន្ទាប់សម្បត្តិមួយទៀតបានមកដល់គ្មានសំឡេងគ្មានជើងគ្រាន់តែក្លិនក្រអូបស្រាលនៃថ្នាំជក់និងផ្លែពឺហ្គាមុតហើយទំព័រដែលបត់ចេញពីចន្លោះដូចគ្នាក្នុងឥដ្ឋមួយនេះខ្លីជាងគឺអ្នកឲ្យខ្ញុំមែនទេខ្ញុំសុបិនឃើញស្រមោលនៅលើពិដានរៀងរបស់អ្នកភាពស្ងៀមស្ងាត់របស់អ្នកប្រាប់ខ្ញុំថាអ្នកជានរណាដៃរបស់នាងញ័រនៅយប់នោះនាងបានសរសេរត្រឡប់មកវិញខ្ញុំឈ្មោះលីណាខ្ញុំរស់នៅទីនេះនៅឆ្នាំ2025នាងបានរុញសម្បត្តិតាមចន្លោះនាងមិនរំពឹងចម្លើយទេអាកាសធាតុបានផ្លាស់ប្ដូរនៅក្នុងទីក្រុងលេស្បនតាមរបៀបដែលឆ្មាលាតសន្ធឹងយឺតនិងមួយដេករួនជុំវិញអ្នកមុនពេលអ្នកកត់សម្គាល់នៅសប្តាហ៍នោះភ្លៀងបានត្រឡប់មកវិញជាមួយនឹងដំណក់ស្រាលៗនិងផ្ទៃមេឃពណ៌ប្រាក់លីណាឃើញខ្លួនឯងដើរកាន់តែច្រើនដោយគូររូបនៅក្នុងហាងកាហ្វេទុកឲ្យព្រលឹងចាស់របស់ទីក្រុងលិចចូលទៅក្នុងការងាររបស់នាងប៉ុន្តែការគិតរបស់នាងតែងតែសັດទៅរកអក្សររាល់យប់ដោយមិនខកខានសម្បត្តិថ្មីមួយបានមកដល់ Thomas សរសេរដោយស្គាល់កាន់តែច្រើនឥឡូវនេះគាត់បានប្រាប់នាងអំពីការសរសេររបស់គាត់ពីរបៀបដែលគាត់នឹងអង្គុយរាប់ម៉ោងនៅក្នុងបន្ទប់តែមួយដែលនាងរស់នៅឥឡូវនេះដោយសរសេរកំណាព្យឲ្យដែលគាត់មិនដែលបង្ហាញនរណាម្នាក់របៀបដែល Isabel ហ៊ានឲ្យគាត់ផ្ញើទៅអ្នកបោះពុម្ពផ្សាយរបៀបដែលគាត់មិនដែលធ្វើលីណាចាប់ផ្ដើមស្គាល់កន្លែងដែលគាត់បានពិពណ៌នាហាងសៀវភៅដែលមានទ្វារពណ៌បៃតងផ្លូវដែលមានដើមទំពាំងបាយជូរពួកគេនៅតែនៅទីនោះចាស់ប៉ុន្តែនៅមានរូបរាងនាងបានធ្វើតាមពាក្យរបស់គាត់ដូចជា breadcrumbs តាមពេលវេលាល្ងាចមួយនាងបានសួរអាណាដែលជាម្ចាស់ហាងកាហ្វេថាតើមានអ្នកណាខ្លះធ្លាប់រស់នៅក្នុងផ្ទះល្វែងដែរឬទេអាណាជាស្ត្រីមានភាពកក់ក្ដៅនិងជ្រួញភ្នែកស្រួចបានឈប់
ឆ្នាំមុនបាតកវីវ័យក្មេងម្នាក់យកសពតែងតែសរសេរអក្សរបន្ទាប់មកថ្ងៃមួយគាត់ក៏បាត់ទៅទើបតែបាត់នោះគឺជាកំឡុងបដិវត្តន៍មនុស្សបានចាក់ចេញយ៉ាងលឿនឬត្រូវបានគេចាប់ពេលខ្លះពួកគេបានបាត់ខ្លួនកលីណាមានអារម្មណ៍ត្រជាក់ទោះបីមានកាហ្វេក្តៅក្នុងដៃក៏ដោយនៅយប់នោះសម្បត្តិបន្ទាប់របស់នាងបានមកដល់ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេលីណាប៉ុន្តែខ្ញុំមានអារម្មណ៍ថាអ្នកខ្ញុំឬសំឡេងជើងរបស់អ្នកនៅពេលខ្ញុំសរសេរការសើចរបស់អ្នកដូចជាខ្យល់តាមវាំងនេះមិនអាចទៅរួចទេហើយអ្នកនៅទីនេះប្រហែលជាពេលវេលាមិនមែនជាជញ្ជាំងប៉ុន្តែជាបង្អួតប្រហែលជាពេលខ្លះវាបើកលីណាសម្លឹងមើលសម្បត្តិនោះយូរនាងខ្សឹបចូលទៅក្នុងបន្ទប់ថាខ្ញុំលងស្នេហ៍ខ្មោចមែនទេជញ្ជាំងមិននិយាយអ្វីទាំងអស់ប៉ុន្តែពីជាន់ខាងក្រោមមាននរណាម្នាក់បានចាប់ផ្ដើមចាក់បទចម្រៀងដ៏ស្រទន់ដែលពោរពេញទៅដោយការចង់បានលីណាមិនដែលស្គាល់ភាពស្និទ្ធស្នាលបែបនេះទេមិនមែននៅក្នុងពិភពលោកដែលនាងរស់នៅនោះទេមិនមែននៅក្នុងហាងកាហ្វេគ្មានទីបញ្ចប់ណាត់ជាមួយបុរសដែលមើលទូរស័ព្ទរបស់ខ្លួនច្រើនជាងភ្នែកនាងមិននៅក្នុងក្បួនដោះស្រាយនឹងភាពស្ងៀមស្ងាត់ដ៏ខុសឆ្គងមិនមែននៅក្នុងការសន្យាដែលមនុស្សបានធ្វើដើម្បីមានវត្តមាននោះទេប៉ុន្តែThomas សរសេរដូចជានាងជាមនុស្សតែម្នាក់គត់ដែលមិនធ្លាប់មានសម្បត្តិរបស់គាត់កាន់តែញឹកញាប់មិនត្រឹមតែនៅពេលយប់ប៉ុណ្ណោះទេប៉ុន្តែជួនកាល2-3ក្នុងមួយថ្ងៃពួកវានឹងលេចឡើងដោយមិននឹកស្មានដល់នៅក្រោមសៀវភៅគំនូសព្រាងរបស់នាងនៅខាងក្នុងផ្នត់នៃកន្សែងដែលនាងមិនបានពាក់តាំងពីពេលមកដល់ឬនៅលើខ្នើយរបស់នាងមានក្លិនក្រអូបនៃផ្កាក្លាំពូនិងក្រដាសចាស់សម្បត្តិមួយសរសេរថាក៏ខ្ញុំគិតថាខ្ញុំនឹងស្រឡាញ់អ្នកទោះមិនបានឃើញមុខក៏ដោយមានសេចក្តីសប្បុរសនៅក្នុងរបៀបដែលអ្នកសរសេរត្រឡប់មកវិញភាពស្ងៀមស្ងាត់នៅក្នុងពាក្យរបស់អ្នកមិនមែនជារបស់ពិភពលោករបស់ខ្ញុំទេប៉ុន្តែអ្នកបានធ្វើឲ្យខ្ញុំរីកដុះដាលលីណាចាប់ផ្ដើមកាន់កំណត់ត្រារបស់គាត់ជាមួយនាងបត់ក្នុងហោប៉ៅអាវរបស់នាងរួចចុចចូលក្នុងសៀវភៅកំណត់ហេតុរបស់នាងបានអានវានៅហាងកាហ្វេនៅពេលព្រលឹមស្រាងញ៉ាំហ្គាឡាតាមបង្អួចដែលមានអាប់ភ្លៀងធ្លាក់ពេញកញ្ចក់ដូចសរសៃប្រាក់នាងចាប់ផ្ដើមសរសេរអក្សរយូរជាងនេះជាការតបស្នងមិនត្រឹមតែចម្លើយប៉ុណ្ណោះទេប៉ុន្តែជាបំណែកនៃរូបនាងផ្ទាល់រូបគំនូររបស់នាងគំនូរព្រាងទឹកថ្នាំតូចនៃផ្លូវនៅខាងក្រៅផ្កាស្ងួតពីថូផ្ការបស់ហាងកាហ្វេនាងបានប្រាប់គាត់អំពីសុបិនរបស់នាងរបៀបដែលនាងធ្លាប់ជឿលើមិត្តជិតស្និទ្ធរបស់នាងកាលពីនាងនៅក្មេងរហូតដល់ពិភពលោកបានបង្រៀននាងឲ្យក្លាយជាការពិត Thomas បានសរសេរថាកភាពពិតគឺជាទ្រង់ខ្ញុំសុខចិត្តរស់នៅក្នុងភាពមិនអាចទៅរួចប្រសិនបើវាមានន័យថារកអ្នកនៅទីនោះហើយបន្ទាប់មកយប់មួយវាបានកើតឡើងល្ងាចនោះទីក្រុងស្ងាត់ជ្រងក្រោមភ្លៀងធ្លាក់យ៉ាងកក់ក្ដៅលីណាទើបតែញូតទឹកប្រភេទនៃការងូតទឹកយឺតយូរដែលទឹកត្រជាក់មុនពេលអ្នកដឹងថាអ្នកអន្តែតបានយូរប៉ុណ្ណារាងកាយរបស់នាងមានអារម្មណ៍ថាគ្មានទម្ងន់គំនិតរបស់នាងកាន់តែធ្ងន់នាងហាអាវចុះចូលក្នុងអាវធំហើយអង្គុយលើគ្រែសម្បត្តិមួយទៀតកំពុងរង់ចាំវាមិនត្រូវបានបត់ទេវាត្រូវបានលាតត្រដាងដេកលើខ្នើយរបស់នាងហាក់ដូចជា Thomas ទើបតែដើរចេញហើយទុកវានៅទីនោះមួយផ្លែតដង្ហើមរបស់នាងចាប់បានលីណាវាបានចាប់ផ្ដើមខ្ញុំមិនដែលប៉ះស្បែករបស់អ្នកទេប៉ុន្តែខ្ញុំដឹងពីអារម្មណ៍របស់អ្នកខ្ញុំដឹងពីទម្ងន់ដែលអ្នកផ្ទុកការឈឺចាប់នៅពីក្រោយភ្នែករបស់អ្នកនៅពេលអ្នកធ្វើពុតថាអ្នកមិនអីទេខ្ញុំដឹងពីរូបរាងពិតប្រាកដដែលបេះដូងអ្នកធ្វើនៅពេលវាបែកព្រោះវាត្រូវនឹងខ្ញុំតើអ្នកដឹងទេថាខ្ញុំសុបិនអំពីអ្វីខ្ញុំសុបិនចង់ប៉ះពាល់ស្បែកករបស់អ្នកដោយចុងម្រាមដៃរបស់ខ្ញុំការដុសសក់ចេញពីមុខរបស់អ្នកខណៈពេលដែលអ្នកទទួលពន្លឺពេលព្រឹកការដេកនៅក្បែរអ្នកខ្នងរបស់យើងកងដូចសញ្ញាសម្រងកាន់អ្វីទាំងអស់ដែលមិនបាននិយាយរវាងយើងខ្ញុំសុបិនចង់ខ្សឹបឈ្មោះរបស់អ្នកទៅក្នុងត្រចៀករបស់អ្នកលីណាបិទភ្នែកដែលញ័រតិចពេលនាងប៉ះទំព័រវាគួរឲ្យអស់សំណើចណាស់សម្រាប់អ្នកដែលអាចស្លាប់យូរយារណាស់មកហើយវាមិនសមហេតុផលពិតជាឈួតនឹងវេទមន្តហើយនៅឡើយនាងបានរអិលជើងទៅលើគ្រែដោយកាន់សម្បត្តិដូចជាបំណែករបស់គាត់ខ្យល់បក់តាមបង្អួចបើកចំហត្រជាក់ទល់នឹងក្ររបស់នាងនៅកន្លែងណាមួយខាងក្រោមម៉ាស៊ីនលាងចានរបស់ហាងកាហ្វេបានបន្លឺឡើងពិភពលោកមានអារម្មណ៍ទន់ភ្លន់និងពិតនិងមិនពិតក្នុងពេលតែមួយហើយនៅក្នុងភាពស្ងប់ស្ងាត់មុនពេលដែលនាងរសាត់ទៅគេងនាងមានអារម្មណ៍មិននឹកស្មានដល់នៃចុងម្រាមដៃរបស់នរណាម្នាក់ដែលត្រដុសលើថ្ពាល់របស់នាងមិនបើកភ្នែកទេនាងមិនចាំបាច់ទេនៅព្រឹកបន្ទាប់សម្បត្តិមួយច្បាប់ត្រូវបានថតជាប់កញ្ចក់របស់នាងអ្នកកំពុងសុបិនអំពីខ្ញុំដឹងព្រោះខ្ញុំក៏កំពុងសុបិនអំពីអ្នកដែរក្តីសុបិនរបស់យើងត្រួតលើគ្នាដូចជាដៃជួបគ្នានៅក្នុងទីងរងឹតតើអ្នកគិតថាបេះដូងអាចធ្វើដំណើរបានទេ
ថាវាអាចលោតឆ្លងពេលវេលាដូចជាពន្លឺពីផ្កាយដែលបានរលត់ទៅហើយព្រោះខ្ញុំស្បោះនឹងអ្នកលីណាខ្ញុំស្រឡាញ់អ្នកនាងខ្សឹបពាក្យនោះខ្លាំងៗហើយជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះទឹកភ្នែកបានស្រក់ចុះមកលើថ្ពាល់របស់នាងមិនមែនចេញពីភាពសោកសៅនោះទេប៉ុន្តែបានមកពីការឈឺចាប់ដ៏គួរឲ្យភ័យខ្លាចនិងស្រស់ស្អាតដែលត្រូវបានគេឃើញមិនមែនម្ដងទេចាប់តាំងពីនាងផ្លាស់ចូលមកទើបលីណាអាចគេចបានវានៅតែចាក់សយ៉ាងតឹងបិទជិតដូចជាផ្នែកមួយនៃផ្ទះដែលគេភ្លេចមិនអាចទៅដល់បានប៉ុន្តែយប់នេះថ្ងៃទី25ខែមេសាទ្វារបិទនាងបានកត់សម្គាល់ឃើញវាក្រោយពាក់កណ្ដាលអាធ្រាត្រពេលនាងភ្ញាក់ពីដំណេកដោយសំឡេងភ្លេងស្រទន់អ្នកលេងកំណត់ត្រាមួយដែលនាងមិនមានបទភ្លេងមិនសូវស្គាល់ទេប៉ុន្តែពីរោះណាស់ជាបទភ្លេងយឺតដែលរុំជុំវិញនាងដូចសូត្រនាងបានឡើងលើជណ្ដាលតូចចង្អៀតដោយជើងទទេនិងមិនដកដង្ហើមជំហាននីមួយកំពុងឡើងក្រោមទម្ងន់របស់នាងខ្យល់កាន់តែត្រជាក់នៅពេលដែលនាងទៅដល់កំពូលអេជិកភ្លឺដោយពន្លឺពណ៌មាសទៀនបានឆាប់ឆេះនៅលើកម្រាលឥដ្ឋអណ្ដាតភ្លើងមិនបានប៉ះដោយខ្យល់ធូលីអន្តែតដូចផ្កាយហើយនៅចុងបញ្ចប់សម្រាប់ទល់នឹងជញ្ជាំងគឺជាកញ្ចក់ពស់បុរាណស៊ុំរបស់វាឆ្លាក់ដោយផ្កាអវយវៈនិងផ្កាកុលាបដូចជាអ្វីដែលចេញពីរឿងនិទានដែលគេបំភ្លេចចោលលីណាដើរទៅជិតការឆ្លុះបញ្ចាំងរបស់នាងរវើវាហើយបន្ទាប់មកវាបានផ្លាស់ប្ដូរវាមិនមែនជាការឆ្លុះបញ្ចាំងរបស់នាងតតែសោះវាគឺជាគាត់ថូម៉ាសគាត់បានឈរនៅក្នុងបន្ទប់ដូចគ្នានឹងនាងនៅមិនទាន់មានពិភពលោករបស់គាត់មានពន្លឺចែងចាំងនៅក្នុងពណ៌ស៊ីភីយ៉ាដូចជារូបថតចាស់គាត់ពាក់អាវរលុងប្រឡាក់ដោយទឹកថ្នាំនៅចុងដៃរួញធ្លាក់ចូលភ្នែកមាត់របស់គាត់បានបែកចេញភ្ញាក់ផ្អើលលីណាក៏គាត់ដកដង្ហើមទោះបីជានាងមិនអាចឮសំឡេងរបស់គាត់ក៏ដោយប៉ុន្តែនាងមានអារម្មណ៍ដូចជាចរុននៅក្រោមស្បែករបស់នាងបានឈោងដៃចេញគាត់ក៏ដូច្នោះដែរម្រាមដៃរបស់គេប៉ះនឹងកញ្ចក់ហើយសម្រាប់ចង្វាក់បេះដូងតែមួយកញ្ចក់រលាយដូចទឹកនាងបានធ្លាក់ចុះទៅមុខនាងស្ថិតនៅក្នុងពិភពលោករបស់គាត់ឬគាត់នៅក្នុងរបស់នាងវាមិនមានបញ្ហាទេអាយិចគឺដូចគ្នាប៉ុន្តែវាមិនមែនទេភ្លៀងធ្លាក់លើដំបូលប៉ុន្តែពេលវេលានៅតែបន្តពិភពលោកបានបត់កែមចូលទៅខាងក្នុងដើម្បីទុកពេលនេះឲ្យកើតឡើងថូម៉ាសដើរចូលកាន់តែជិតបើកភ្នែកធំពោពេញដោយភាពងឿងឆ្ងល់មិនជឿនឹងក្តីស្រឡាញ់ពួកគេមិនបាននិយាយពួកគេមិនអាចពាក្យបានធ្វើច្រើនរួចទៅហើយឥឡូវនេះវាដល់ពេលដែលត្រូវមានអារម្មណ៍គាត់លូកដៃទៅថ្ពាល់នាងការប៉ះរបស់គាត់មានភាពកក់ក្ដៅពិតនាងអោនមុខចូលទៅកាន់តែជិតគាត់ភ្នែករបស់នាងបិទជិតខណៈមេដៃរបស់គេប៉ះកែមបបោមាត់របស់នាងខ្សឹបថាកអ្នកពិតប្រាកដគាត់ឆ្លើយថាក៏ខ្ញុំតែងតែគិតអំពីវាសំឡេងរបស់គាត់ទន់គាត់បានថើបនាងដូចជាគាត់បានរងចាំអស់មួយជីវិតហើយប្រហែលជាគាត់មានវាមិនមែនជាការថើបដ៏ញញើតទេវាយឺតគោរពប្រភេទនៃការថើបដែលនិយាយថាខ្ញុំស្គាល់អ្នកខ្ញុំតែងតែស្គាល់អ្នកលីណាចុចថ្ងាសរបស់នាងដង្ហើមរបស់ពួកគេលាយបញ្ចូលគ្នាពេលវេលាដកដង្ហើមធំពួកគេដេកនៅលើកម្រាលឥដ្ឋសម្រាប់អ្វីដែលមានអារម្មណ៍ដូចជាម៉ោងឬប្រហែលជាប៉ុន្មាននាទីរុំដោយពន្លឺភ្លើងនិងភ្លៀងនឹងគ្នាទៅវិញទៅមកគាត់បានសូត្រកំណាព្យឲ្យដល់នាងពីការចងចាំនាងដើរតាមបន្ទាត់បាតដៃដូចជាអានផែនទីមិនបានសួរថាតើរឿងនេះកើតឡើងដោយរបៀបណាមិនខ្វល់ស្នេហាបានរកឃើញផ្លូវហើយឆ្លងឆ្នាំតាមរយៈទំព័ររវាងកម្រាលអេតកញ្ចក់បានបាត់នៅព្រឹកបន្ទាប់លោក Thomas ក៏ដូចគ្នាដែរលីណាភ្ញាក់នៅលើគ្រែតែម្នាក់ឯងប៉ុន្តែមិនមែនទទេទេនាងបានរកឃើញសម្បត្តិចុងក្រោយមួយនៅលើ Windows បិទជិតដោយក្រមួនដែលសរសេរដោយដៃមិនអាចមើលរំលងវាអានថាវេលីណាជាទីស្រឡាញ់របស់ខ្ញុំពេលវេលាបានផ្ដល់ឲ្យយើងនៅមួយយប់ហើយខ្ញុំនឹងស្រឡាញ់វាជារៀងរហូតខ្ញុំមិនបាត់បង់ទេខ្ញុំគ្រាន់តែរងចាំម្ដងទៀតខ្សែស្រឡាយរវាងពួកយើងគឺរឹងមាំវានឹងនៅខាងក្រោមស្បែករបស់អ្នកជានិច្ចហើយនៅពេលដែលវាំងនឹងស្ដាងម្ដងទៀតក្នុងក្តីសុបិននៅក្នុងកំណាព្យឲ្យនៅក្នុងភ្លៀងអ្នកនឹងរកឃើញខ្ញុំក៏រហូតដល់ពេលនោះចូលបន្តសរសេររក្សាសេចក្តីស្រឡាញ់សម្រាប់អ្វីដែលយើងមានសូម្បីតែនៅក្នុងភាពមិនអាចទៅរួចរបស់វាគឺជាការពិតនាងបានបិទសម្បត្តិនោះដោយស្នាមញឹមទន់ភ្លន់ហើយដាក់វាទៅក្នុងបេះដូងរបស់នាងក្រោយមកនៅឆ្នាំនោះលីណាបានបោះពុម្ពសៀវភៅគំនូរជាលើកដំបូងរបស់នាងដែលជាបណ្ដុំនៃអក្សរកំណាព្យនិងគំនូរព្រាងដែលមានចំណងជើងថាគូចំពោះអ្នកដែលស្ដាប់វាបានคล้ายជាអារម្មណ៍ស្ងប់ស្ងាត់អ្នកអានមកពីគ្រប់ទីបានសរសេរថាវាមានអារម្មណ៍ថាដូចជាសៀវភៅនេះមានន័យសម្រាប់ពួកគេតែប៉ុណ្ណោះហើយរាល់ពេលនៅយប់ដែលមានភ្លៀងធ្លាក់ក្នុងទីក្រុងលេស្បនសម្បត្តិដែលបត់នឹងនៅតែលេចឡើងនៅក្នុងសៀវភៅមួយនៅក្នុងថតមួយនៅក្រោមខ្នើយរបស់នាងដែលមានក្លិនក្រអូបជាមួយផ្កាកុលាបនិងក្រដាសចាស់ហើយលីណានឹងញឹមដោយខ្សឹបក្នុងភាពស្ងៀមស្ងាត់ថាក៏ខ្ញុំនៅតែស្ដាប់
Upstairs from the cafe by the square, laughter and whispers linger in the air. A world where dreams and jasmine intertwine. You opened your door, and now you're mine. The scent of coffee drifts below my feet. Each note of life is tender, bittersweet. Curtains sway like a dancer in the breeze, and your eyes captured me with such ease. Oh, the apartment above the cafe, where love's melody plays every day, with piano keys and hearts that align. We waltz through the hours with time divine. Your voice like a violin, soft and pure. In this little world, I feel so secure. Moonlight spills on parquet floors as we sway in the apartment above the cafe. No gilded halls or chandeliers grand, just simple moments with your hand in hand. A tiny space yet boundless and free. This home, it hums our love symphony. Oh, the apartment above the cafe, where love's melody plays every day, with piano keys and hearts that align. We waltz through the hours with time divine. Oh, the apartment above the cafe, where love's melody plays every day, with piano keys and hearts that align. We waltz through the hours with time divine.